mình ở lực bị piពេលណាយើងគោម្ដងយើងវាច្រើនពេកវាអត់ច្បាស់អាចទៅជាអត់ច្បាស់ឲ្យទៅអាគោលយោបាយមានលក្ខណៈមិនប្រកបនិយមអញ្ចឹងគ្រាន់តែយើងតែងសង្កេតឃើញថាការផ្សេងគោលយោបាយខ្ញុំមិនបានបរិយាយជូនទៅលើគោលយោបាយនៅប្រទេសកម្ពុជាយើងណាយើងនិយាយតិចដើម្បីជាពិនិត្យថែមតែវានិយាយទៅអាចប្រាក់ចាក់ឆ្ងាយពីធានបត់យើងគ្រាន់តែក៏ត្រូវតែអ្នកអស់គ្នាយល់ដែរខ្ញុំដឹងថាយើងមានរៀនពីគោលយោបាយសាធារណៈអត់ខ្ញុំក៏ដាក់បានណាខ្ញុំបដោតទៅលើតែមេរៀនមួយហ្នឹងតែក៏ត្រូវតែចេះដែរសាមណនិស្សិតក៏ត្រូវយល់អំអីជាគោលយោបាយដែរបាទខ្ញុំកន្លែងខ្លះវាចំទៅជិះនេះទៅក៏អាចបើកវងកញ្ចក់ប្រកេនជំរាបជូនតិចអញ្ចឹងទៅឲ្យសល់ប្រមាណទុកជូនសាមណនិស្សិតយើងស្រាវជ្រាវបន្តតែសារខ្ញុំឃើញពីគោលយោបាយខ្ញុំនិយាយពីគោលម្ដងខ្ញុំនិយាយគោលម្ដងនៃគោលយោបាយហើយគោលយោបាយនៅប្រទេសយើងឃើញកន្លែងខ្លះឯកសារខ្លះក៏មានផ្សេងដែរគោលយោបាយមាន5 6អញ្ចឹងទៅគ្រាន់តែបើយើងសង្ខេបអានៃវាសំខាន់ដែលចូលគ្នាគឺមាន1 2ដូចគ្នាអញ្ចឹងតែខ្ញុំអានទៅលើគោលយោបាយដែលផ្សេងកន្លងមកនេះគ្រាន់តែការរំលឹកជូនដល់សាមណនិស្សិតយើងប៉ុណ្្នឹងទេហើយសូមមើលការសង្កេតស្រាវជ្រាវបន្ថែមទៀតទៅដើម្បីបន្ថែមនៅគុណវុឌ្ឍិរបស់យើងអញ្ចឹងពាក់ព័ន្ធការគ្រប់គ្រងធនធានមនុស្សនេះចំណុចទី3ខ្ញុំបាននិយាយអំពីគោលនយោបាយក្នុងការផ្សេងឯកសារច្បាប់ផ្សេងអីជាច្រើនក្នុងលិខិតយុត្តយើងអាចសង្កេតឃើញហើយខ្ញុំគិតថាសាមណនិស្សិតក៏យល់ហើយស្អីជាឯកសាររដ្ឋបាលឯកសារគតិយុត្តខ្ញុំគិតថាយល់ហើយអាចដឹងហើយបើសិនមិនដឹងទេព្យាយាមអានហើយព្យាយាមសិក្សាស្វែងយល់ស្រាវជ្រាវស្អីគេលិខិតគតិយុត្តលិខិតរដ្ឋបាលអញ្ចឹងក្នុងនោះត្រូវតែមានក្នុងលិខិតគតិយុត្តក្នុងច្បាប់អីជាដើមហ្នឹងគោលនយោបាយត្រូវតែមានសិទ្ធិនុក្រមដើម្បីបញ្ជាក់បន្ថែមទៅលើពាក្យមួយដើម្បីបញ្ជាក់អត្ថន័យដើម្បីឲ្យអ្នកអនុវត្តក៏បានយល់ច្បាស់បើមិនអញ្ចឹងទេអ្នកអនុវត្តប្រកបណាស់គឺធ្វើបានល្អទេហើយមួយវិញទៀតគឺអនុវត្តអាចនឹងប្រាក់ចាក់ឆ្ងាយពីគោលបំណងគោលដៅរបស់លិខិតហ្នឹងហើយចឹងយើងមើលក្នុងនេះយើងមើលគោលបំណងនៃមេរៀនយើងឃើញថាមានលើសពី3ហើយក៏ប៉ុន្តែដូចខ្ញុំបាននេះបើយើងសង្ខេបទាញវាចូលទៅអ្នកនេះអាទី2មិញអាទី3មិញក៏ទាញចូលទី1វិញបានដែរមួយទៀតធានាស្មារតីសេវាហើយនេះផ្ដោតទៅលើទី1វិញដែរសាធារណៈគឺសំខាន់គឺស្មារតីបម្រើសង្គមក្នុងចិត្តបម្រើប្រតិការបង្កើតសិលធម៌ការងារការគ្រប់ប្រជាជនជាគោលដៅចម្បងក្នុងការស្រឡាញ់សង្គមអញ្ចឹងគោលបំណងគឺនេះទី4ក្នុងខ្លឹមសាររបស់យើងណាតែបើយើងអានេះអាចយកបញ្ចូលទី1បានដែរអញ្ចឹងខ្ញុំនិយាយអំពីគោលបំណងនៃការសេគោលនយោបាយមិញដែលគេកំណត់ទ្រឹស្ដីគេកំណត់ឲ្យទី2គឺក៏មិនខុសពីអ្វីដែលខ្ញុំលើកឡើងក្នុងមេរៀននេះដែរយើងឃើញគោលបំណងមានច្រើនគ្រាន់តែគេយកមកបែកមើលទៅវាឃើញច្រើនតែលក្ខណៈឲ្យនេះគឺយើងអាចយក cap ខ្លីទៅ2ក៏បានដែរអញ្ចឹងសូមសាមណនិស្សិតត្រូវរៀនសង្កេតមែនតែនទៅលើខ្លឹមសារទៅលើពាក្យមួយទី5ក៏យើងអាចយកបដូរនៅទី2មិនបានចូលបានអញ្ចឹងនិយាយរួមគឺអាចសេទាំង2ហ្នឹងគឺបានសំរុំគោលបំណងនៃលិខិតទាំងអស់នេះគឺចូលរួមអភិវឌ្ឍដែរគុំធានាការធនធានមនុស្សត្រូវផ្ដោតលើការចូលរួមបម្រើប្រឹងប្រែងវត្តសេដ្ឋកិច្ចនិងការងារសង្គមធ្វើឲ្យប្រើប្រាស់ធនធានមនុស្សដើម្បីទូទងសកម្មភាពជាតិអញ្ចឹងវាផ្ដោតសំខាន់ទៅលើទី1ទី2មិនដូចគ្នាអញ្ចឹងដល់ចុងក្រោយអ្នកត្រូវផ្ដោតលើទី1ដែរធានាឲ្យវិស័យសាធារណៈនៅកម្ពុជាអាចមានសេវាកម្មប្រកបដោយប្រសិទ្ធភាពនិងទទួលបានការគ្រប់គ្រងពីសាធារណៈជានិរន្តរ៍អញ្ចឹងចូលទៅទី1ដែរអញ្ចឹងសរុបសេចក្តីទៅដូចខ្ញុំបានលើកឡើងមិញអញ្ចឹងបកដីគោលនយោបាយគឺទស្សនៈនិយាយច្បាស់យ៉ាងហ្មងគឺថាឲ្យសេតែ2យ៉ាងច្រើនគោលតែយើងគោលបំណងច្រើនវាអាចលក្ខណៈមិនប្រកបនិយមវាមិនច្បាស់លាស់ណា
តែដូចខ្ញុំបានលើកឡើងក៏មានអ្នកផ្សេងស្មេជាច្រើនហ្នឹង policy maker ជាច្រើនក៏គាត់ផ្សេងមាន5មានអីយ៉ាងដែរដូចនេះចឹងមាន5តែបើយើង cap នៃខ្លឹមសារសំខាន់មិនថាតែ2នឹងដែរហ្នឹងខ្ញុំនិយាយគោលនយោបាយលិខិតបទທາງគតិយុត្តផ្សេងទៅក៏មានចែកអំពីគោលបំណងគោលដៅអីយ៉ាងដូចគ្នាចឹងចឹងសូមសាមណនិស្សិតនិស្សិតព្យាយាមអានបានច្រើនទៅហើយសង្កេតអានដល់សង្កេតទៀតអត់សង្កេតទៀតហ្នឹងយើងអត់បានអីទេអត់បានច្បាស់លាស់នឹងជាក់លាក់ទៅលើការសិក្សាស្រាវជ្រាវរបស់យើងទេចឹងសូមសាមណនិស្សិតនិងនិស្សិតព្យាយាមអានហើយប្រឌិតតាមដានសង្កេតនេះគឺសង្កេតតែម្ដងទៅលើពាក្យពេចន៍ទៅលើឃ្លាឃ្លោតែយើងអាចច្រឡំលើយើងនិយាយពីសក្តីផ្ដើមអញ្ចឹងគេនិយាយក្នុងសង្គមទំនើបនិយាយពីសម័យទំនើបនៅពេលបច្ចុប្បន្នហើយបើយើងនិយាយលក្ខណៈទលាយគឺនៅលើសកលលោកតែម្ដងប្រទេសតែកាន់របបជាធិបតេយ្យដែលយើងនិយាយព្រោះយើងក្នុងឯកសារនេះយើងផ្ដោតទៅលើប្រទេសកាន់របបជាធិបតេយ្យដូចគ្នាក៏ប៉ុន្តែដែលខ្ញុំបានលើកប្រគេននឹងជំរាបជូនដល់សាមណនិស្សិតនិងនិស្សិតផងដែរថាការផ្ដល់សេវាសាធារណៈមិនមែនមានតែក្នុងប្រទេសដែលកាន់របបជាធិបតេយ្យទេគឺប្រទេសកាន់របបនយោបាយប្រព័ន្ធនយោបាយណាក៏មានសេវាសាធារណៈដែរយ៉ាងហោចណាស់ក៏យើងមានអធិបតេយ្យភាពជាតិដែរហើយការពារជាតិដែរបើយើងអត់នេះហើយក៏អាចឈានទៅក៏មាននិយាយពីអត្រានគរឋានដែរអាកាសការកប់ហ្នឹងណាក៏ត្រូវមានអាហ្នឹងដែរឧទាហរណ៍ជាក់ស្ដែងដូចយើងកាលសម័យកម្ពុជាជាធិបតេយ្យសម័យប៉ុលពត3ឆ្នាំ8ខែក៏យើងមានការផ្ដល់សេវាទៅលើករណីអប់រំអាចមានដែរតែវាតិចតួចអប់រំតាមព្រំដើមឈើអញ្ចឹងទៅមិនអត់មានលក្ខណៈល្អហើយឆ្នាំផ្នែកសុខាភិបាលគឺមានឆ្នាំពេលយើងឈឺយើងទៅបើកឆ្នាំបើកអីដែរហ្នឹងគាត់ពាក់ព័ន្ធសេវាហើយក៏មានប្រព័ន្ធធារាសាស្ត្រហើយមានការធ្វើផ្លូវហ្នឹងគាត់ពាក់ព័ន្ធសេវាដូចផ្លូវចាក់ស្ដែងចំពោះខេត្តកណ្ដាលគឺផ្លូវទូកសាំងហ្នឹងក៏អ្នកនៅខាងអាងព្រំមកចូលថ្ងៃហ្នឹងឈ្មោះខាងសាំងព្រំខាងព្រំនិស្សិតយើងនៅខាងស្អាងភ្នំឈ្មោះអីនេះមានខាងប្រាសាទម្នាក់ស្អាងភ្នំម្នាក់លោកគ្រូខ្ញុំនៅស្អាងភ្នំលោកគ្រូអូបញ្ញានៅស្អាងភ្នំហ៎បាទលោកគ្រូបាទនៅឃុំអីគេស្អាងភ្នំឃុំស្អាងភ្នំហ្នឹងហ្មងឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្ដាលលោកគ្រូហួសភ្នំស្អាងហ្នឹងអត់ទេនៅភ្នំស្អាងហ្នឹងម្ដុំខាងយើងភូមិអ្នកល្បីជាងគេភូមិគោកស្ដែកហ្នឹងលោកគ្រូអូនៅខាងយើងវិញហ្នឹងបាទលោកគ្រូនៅម្ដុំតាមពិតខាងយើងភូមិខ្ញុំវារៀងឆ្ងាយគ្នាដែរប៉ុន្តែបើនិយាយពីខាងយើងទៅស្រួលស្ដាប់ជាងព្រោះខាងយើងគេស្គាល់យើងចូលតាមផ្លូវសាលាស្រុកនេះយើងចូលតាមផ្លូវភ្នំធនមុនតាមធនមុនហើយតាមធនមុនក៏បានតាមម្ដុំផ្លូវពេជ្រតូចក៏បានដែរលោកគ្រូនៅបាទនៅចិត្តជាងបើសិនជាជិះពីពេញទៅតាមទឹកខ្មៅទៅផ្លូវស្អីផ្លូវចិត្តពេជ្រតូចលោកគ្រូនៅចិត្តវត្តអីវត្តពេជ្រតូចផ្លូវលឿនជាងផ្លូវជិះទៅតាមភ្នំធនមុនលោកគ្រូចូលតាមកំពង់នោះហូបកំពង់ទ្រាអត់ទេហ្នឹងហើយលោកគ្រូដល់កំពង់ទ្រាហើយបានដល់ភូមិគោកស្ដែកហ្នឹងហ្មងអញ្ចឹងជានៅគោកស្ដែកហ្នឹងបាទលោកគ្រូល្បីភូមិខ្ញុំពីអតីតកាលលោកគ្រូខ្ញុំធ្លាប់ភាសាទៅនឹងញឹកណានៅខាងក្រាំងយើងខាងអីធ្លាប់រៀនហ្នឹងខ្ញុំរៀននៅសាលាកម្ពុជាឡៃស្អាងទើបតែខ្ញុំរៀនគឺនៅចំនួនទី2ឯង
លបួនការមុនខ្ញុំ2ឆ្នាំអត់មានទេណាអ្នកដែលយើងនឹងយើងខាងស្អាងទៅនៅខាងកោះធំស្រុកស្អាងយើងទៅនៅកោះធំកាន់មានតែវិទ្យាល័យអង្គអឺបែតដួងនឹងមួយឯងក្នុងម៉ានេះយើងហ្នឹងអញ្ចឹងយើងអ្នកស្អាងប្រហែលពើចូលទៅនៅថ្នាក់វិទ្យាល័យទៅនៅបែតដួងដល់ពើមុនខ្ញុំមួយឆ្នាំខ្ញុំឆ្នាំទី2មករៀននៅវិទ្យាល័យស្អាងយើងហ្នឹងចូលឆ្នាំទី2ហើយខ្ញុំរៀន91 92ដល់ពើឆ្នាំ93ខ្ញុំជាប់ឆ្នាំ92ខ្ញុំជាប់សិស្សបកែឆ្នាំ93ក៏រៀននៅវិទ្យាល័យតាខ្មៅវិញចឹងខ្ញុំស្គាល់ច្រើនខាងភ្នំស្អាងខាងប្រាំងជើខាងអីហ្នឹងនៅសាររៀនសារទៅដែរហ្នឹងហើយមានមិត្តភ័ក្តិច្រើនកាលរៀននៅហ្នឹងវាអត់សូវមានសាលាចឹងមកគុំគ្នាទៅហ្នឹងហើយពីមិញនៅខាងសាទធ្លាប់ទៅហើយការចូលឆ្នាំជិះម៉ូតូលេងម្ដងដែរទៅស្រុកទៅជិះបានលេងបន្តិចហើយការខែទឹកលមុនខែទឹកសាទៅដែរនេះសាទៅបានម្ដងទៅបាន2ដងប៉ុណ្ណឹងទៅឆ្នាំហ្នឹងលោកគ្រូអញ្ជើញមកទៀតអត់ចូលឆ្នាំប្រហែលជាអាចប៉ុន្តែបានដើរដែរព្រោះចេះតែវល់នេះវល់នោះចឹងណាតែខំរៀនស្មិចអត់មានការងារធ្វើនៅលោកគ្រូខ្ញុំឥឡូវបរៀនសិស្សនៅអនុវិទ្យាល័យប្រាសាទវិទ្យាល័យគេសាទនឹងហ្មងចាវិទ្យាល័យសាទនៅវត្តសាទនឹងមែនទេចាលោកគ្រូចានៅវត្តនឹងហ្មងនៅចិត្តគ្នាដែរលោកគ្រូប៉ុន្តែទៅអត់លេចទេនៅវត្តសាទទៅដែរលេចទេចាលោកគ្រូចាទៅសាលារៀនទឹកលេចអត់ទេសាលារៀនពីមុនទឹកលេខលោកគ្រូ